បងប្អូនសុំសួរមួយបងប្អូនចូលចិត្តធ្វើម្ហូបអីគេទៅវត្តសម្រាប់ខាងក្រុមគ្រួសារខ្ញុំដោយផ្ទាល់ណាគឺការីជាជំរើសទី1ក្នុងការធ្វើទៅវត្តណាធ្វើជាចង្ហាន់ទៅវត្តហើយមនុស្សនៅក្នុងក្រុមគ្រួសារហ្នឹងសមាជិកនៅក្នុងក្រុមគ្រួសារខ្ញុំផ្ទាល់ហ្នឹងក៏ចូលចិត្តសម្លការីហ្នឹងដែរហើយសម្លការីដែលប្រើហ្នឹងគឺអាចប្រើជាសាច់គោជាសាច់មាន់ឬក៏សាច់ទាកាប៉ាចឹងទៅហើយថ្ងៃនេះក៏ថែមមកមុខទៀតដើម្បីកុំឲ្យថាំងការីទៅជាចង្ហាន់ដែលព្រះសង្ឃលោកត្រលន់អញ្ចឹងណាអញ្ចឹងក៏ថែមប្រហុកចិញ្ច្រាំមកមុខទៀតប្រហុកចិញ្ច្រាំហ្នឹងប្រើម្ជូរទឹកអំពិលទុំតែម្ដងព្រោះទឹកអំពិលទុំមានស្រាប់អញ្ចឹងធ្វើបានលឿនអញ្ចឹងខ្ញុំចិញ្ច្រាំខ្ញុំកិនប្រហុកកិនសាច់ជ្រូកកិនអីនេះចូលគ្នាហើយទុកទៅព្រោះថាខ្ញុំត្រូវទៅចង្ហាន់លោកពេលថ្ងៃត្រង់ទេតែធ្វើម្ហូប3-4មុខអញ្ចឹងខ្ញុំធ្វើម្នាក់ឯងអត់ទាន់ទេអញ្ចឹងខ្ញុំរៀបចំឲ្យហើយអញ្ចឹងទៅព្រឹកឡើងគ្រាន់តែដាក់កម្ដៅថែមថយតិចតួចទៅបានហើយអញ្ចឹងកាន់ឲ្យហើយអញ្ចឹងទៅព្រលឹមឡើងយើងដាក់ឆាទៅលឿននេះបានមួយមុខហើយយើងងាកមកមើលសាច់គោនេះការប៉ັດគឺខ្ញុំប្រឡាក់តាំងពីយប់ម្ល៉េះប្រឡាក់ឲ្យរងាស់តាំងពីយប់ទុកម្ល៉េះនេះអញ្ចឹងសាច់គោយកជាប្រភេទសរសៃរីកខ្ញុំចូលចិត្តញ៉ាំព្រោះទៅទិញសាច់ចាញ់ជំនាញអត់ទាន់គេអញ្ចឹងប្រឡាក់ប៊ីចេងស្ករអំបិលទុកឲ្យហើយទៅហើយគ្រឿងយើងហ្នឹងបុកខ្លួនឯងដែរប្រហុកទៅហើយប្រើម្ជូរទឹកអំពិលទុំទៀតឲ្យលឿននិយាយទៅមកហូប3-4មុខធ្វើតែមួយផ្លេតរួចដោយសារថាតែត្រៀមទុករួចហើយនេះអញ្ចឹងខ្ញុំចូលចិត្តបំពងដាក់ប្រហុកមុនណាកូរឲ្យឈ្ងុយសិនទៅបានដាក់គ្រឿងតាមក្រោយអញ្ចឹងគ្រឿងយើងបុកខ្លួនឯងមិនទៅជាម៉ត់អីប្រហែលទេតែឈ្ងុយល្អហើយបន្ទាប់មកយើងក៏ដាក់សាច់គោដែលយើងប្រឡាក់រួចហើយនឹងចូលរំងាស់ឲ្យវារៀងដាច់ទឹកទៅចាំយើងចាក់ទឹកថ្មីចូលកន្លែងដែលដាក់សាច់គោនោះមិនដឹងកូនស្រីខ្ញុំថតមិនអត់ជាប់អញ្ចឹងបានដោយសង្ខេបបែបនេះណានេះហើយមើលទៅពណ៌វារៀងក្រហមបន្តិចហ្នឹងវាសារពេលបុកគ្រឿងខ្ញុំប្រើម្ទេសធំហើយនេះយើងសម្លយើងច្រើនអញ្ចឹងយើងអាចដាក់សរុបតែម្ដងទេយើងធ្វើតែបន្តិចប៉ុណ្ណឹងចឹងទៅបានមួយស្រាក់2ស្រាក់ទៅវត្តហើយហ្នឹងគឺចាំយើងចាត់ចែងញ៉ាំក្រោយតាមហ្នឹងហើយនេះសរុបពេលយើងទៅវត្តទៅវាយរួចណាមួយថ្ងៃ2ថ្ងៃក្រោយមកបានយើងយកមកញ៉ាំនេះសម្លនេះកម្ដៅឡើងមិនចេះតិចដងហើយឡើងត្រាប់តុនឡើងរលួយទៅហើយតែខ្ញុំចូលចិត្តបែបហ្នឹង